បាទសួស្តីអ្នកគ្នាហើយនេះគឺជាការលើកខែកូនទារបស់យើងទៅទៅនឹងការបាញ់ទឹកស្អាតណាពេលនេះយើងដាក់នៅលើសាបយើងដាក់លើសាបគឺច្រើនណាស់នឹងតិចទេបងប្អូនទឹកតែ2ថ្ងៃទៅក្លិនដាក់ចូលទេក្លិនខ្លាំងឈួលខ្លាំងណាស់ហើយទាស្អុយចង្អាច់មកណាយើងចឹងឯងជាសេះព្រោះអត់ទៅចូលនេះឈួលណាអញ្ចឹងគឺជាទូទៅពេលថ្ងៃក្នុងម៉ោង10 2 10អីគឺខ្ញុំតែការលាងសម្អាតហ្នឹងបាញ់ទឹកធ្លាក់ទៅក្រោមដើម្បីកុំឲ្យមានបញ្ហាសុខភាពព្រោះកាលណាវាមានបញ្ហាឈឺខ្លាំងមិនថាមនុស្សថាសត្វទេតែតែជួបបញ្ហាសុខភាពអញ្ចឹងនេះគឺជាការមើលថែជាចំណុចមួយដែលយើងត្រូវពិចារណាផងដែរតែបើសិនជាយើងដាក់ខ្ពស់អូខេដាក់ខ្ពស់យើងអាចទុកប្រហែល 4-5 ថ្ងៃបានតែបើយើងដាក់ទីដូចខ្ញុំវិញគឺអត់បានទេដាក់ទីអត់បានទេអញ្ចឹងយើងគួរតែកាត់ពីចំណុចតូចទៅណាដើម្បីឲ្យការមើលថែទារបស់យើងបានទទួលបានសុខភាពល្អហើយការលក់ដូររបស់យើងកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃពីទូទៅទាកូនទារបស់យើងមាន500 ក្បាលក្នុងថ្ងៃក៏អស់ដែរតែគាត់ថាយើងធ្វើតាមដំណាក់កាលពីមួយជំហានទៅមួយជំហានជាពិសេសគឺយើងត្រូវគិតគូរអំពីសុខសុវត្ថិភាពហើយយើងពង្រឹងទារបស់យើងឲ្យតែយើងមានសុខភាពល្អយើងឆ្នៃជូនដល់អតិថិជនរបស់យើងចាំបានល្អគឺគាត់ប្រកបជាមកទិញយើងទៀតហើយទាបើសិនជាបងប្អូនអាចមើលថែដល់ទេពិបាកព្រោះទា7ថ្ងៃឯងបើទាមួយថ្ងៃមានអីតាមកសិកម្មធំថ្ងៃផ្ញើតែបើយើងចេះមើលអាចអស់ច្រើនដែរអូខេអរគុណច្រើនជម្រាបលា